ចឹងឥឡូវនេះខ្ញុំមកប្រាប់ពីរបៀបនៃការប្រើប្រាស់ website crypto to SMC ណាចឹងនេះអត់មានអីសាំញ៉ាំទេបើអត់មាន account កើតមើលទៅកន្លែង create one free បង្កើតនឹងទៅហើយបន្តទៀត create account ទៅ sign in ទៅគឺប្រើបានហើយណាអានេះសារខ្ញុំមាន user ហើយជាខ្ញុំ log in ចូលនៅក្នុងនោះនៅពេលដែលយើងចូល home page ដំបូងវាចេញទិន្នន័យច្រើនតាមកាក់មួយៗណាអានោះលក្ខណៈជាការសង្ខេបទេមើលក៏បានអត់ក៏បានជារឿងធម្មតាទេក្នុង home page scroll ចុះក្រោមឃើញមានតារាងតម្លៃមាសអញ្ចឹងតារាងតម្លៃមាសហ្នឹងអាចនិយាយថាតារាងតម្លៃប្រចាំថ្ងៃក៏បានតាមហាងមាសអីវ៉ាន់ផ្សេងៗគឺចាប់យកទិន្នន័យប្រហែលហ្នឹងបើថាលើខ្វះគ្នាប្រហែលជា10រៀលឬក៏10រៀលជាងអីហ្នឹងវាអត់ច្រើនទេហើយហាងមាសគាត់ update មួយថ្ងៃតែ2ទៅ3ដងទេប៉ុន្តែនេះ update រាល់ពេលឲ្យតែទីផ្សារមាសប្រែប្រួលគឺវា update តាមវិនាទីតាមម៉ោងតាមការ refresh របស់ page អាហ្នឹងគឺ auto ខ្ញុំបានធ្វើ function ហើយអញ្ចឹងណានៅលក្ខណៈបែបហ្នឹងបន្តមកទៀតនៅកន្លែងនេះយើងអាច search អី search ទៅកាក់ដែលនៅក្នុង Binance ទាំងអស់គឺសិតតែអាច search បានទាំងអស់មិនថាកាក់ភាសាចិនឬក៏ភាសាអង់គ្លេសគឺអាច search បានទាំងអស់នៅក្នុង Binance ខ្ញុំចាប់អារម្មណ៍ឃើញថាមានកាក់មាសពីរប្រភេទដែលយើងអាចចូលមើលបានណាវាប្រហែលជាមួយនឹង forex ដែរមាស PAXG យើង search ចឹងក៏បានក៏ដាក់ USDT នៅក្រោយក៏បានហើយកាក់មាសមួយទៀតឈ្មោះថា XAUT បើនៅក្នុង forex មានតែ XAU ទេអានឹងកាក់មាសប៉ុន្តែបើសិនជានៅក្នុង Binance XAUT មួយទៀតចឹងនេះចេញដូចគ្នាចឹងរបៀបនៃការប្រើប្រាស់យើងមើលមិនចឹងនេះយើងមើលតាម time frame អានេះ chart របស់ Binance ណាបើយើងចង់មើល trading view ក៏យើងមើលទៅយើងមើលយើងអាច zoom អីហ្នឹងទៅ option របស់វាបើយើងចង់បើក trading view នៅក្នុង tab ថ្មីក៏បានឬក៏យើងចង់ break អានេះរៀងធំបន្តិចដើម្បីមើលក៏បានដែរចឹងណាប៉ុន្តែក៏បញ្ជាក់ថានៅក្នុង chart ហ្នឹងគឺគ្រាន់តែមើលទេបើស្អីយើងគូសលក្ខណៈ trend line អីផ្សេងៗនៅពេល refresh ទៅគឺវាបាត់អស់ហើយវាអត់ជាប់នៅហ្នឹងទេដោយសារតែហ្នឹងវាគ្រាន់តែជា view ទេចឹងខ្ញុំបញ្ជាក់ត្រង់ចំណុចហ្នឹងចឹងខ្ញុំ zoom មកទូចវិញចឹងនៅនេះខ្ញុំក្នុងកាក់ UT ដែរចឹងនៅនេះវាមាន signal ហ្នឹងវាមិន signal ហ្នឹងវាបើវាឲ្យទិញក៏យើងទិញទៅវាឲ្យលក់ក៏លក់ទៅនេះបើសិនជា sell វាចេញ sell បើសិនជា buy អានេះតម្លៃចូល stop loss ហើយនឹង take profit 1 2អញ្ចឹងទៅប៉ុន្តែខ្ញុំបញ្ជាក់ថា signal នៅកន្លែងនេះវាមិនត្រូវទេយើងត្រូវតែមើលខ្លួនឯងដែរថាយើងគួរតែចូលអត់យើងមិនចេះចូលតាម signal ទេអានេះគ្រាន់តែដាក់ដើម្បីជាជំនួយឲ្យយើងទេយើងចង់ចូលក៏បាន complete ផ្ទៀងទាត់ជាមួយនឹង technical analyze របស់យើងដោយខ្លួនឯងផងអញ្ចឹងអានេះចំនួន candlestick ដែលវាកណនីយើងអាចដាក់400ក៏200អញ្ចឹងទៅក៏100អញ្ចឹងទៅតាម candlestick ដែលវាកណនីឥឡូវដាក់200ចឹង200វាឲ្យ signal ទិញលក្ខណៈបែបម៉េចអីចឹងទៅវាចេញបែបម៉េចអីចឹងទៅវាប្រែប្រួលតាមហ្នឹងអញ្ចឹងណា5នាទី15នាទី1ម៉ោង4ម៉ោងយើងអាចមើលតាមហ្នឹងមួយថ្ងៃឬក៏មួយសប្តាហ៍ចឹងនេះពេលខ្លះវាអាចនឹងមានចំណុចខុសឆ្គងខ្លះដែរអញ្ចឹងទៅយើងអាចមើលតាមហ្នឹងទៅអញ្ចឹងហើយបន្តមកទៀតនៅក្រោមនេះគឺជាគេហៅថា trend line candlestick ហើយនឹង pattern សរុបចូលគ្នានៅកន្លែង overall នេះវាទាំង AI ផងតាំងពី trend line candlestick ឯផងវាសរុបចូលទៅថាភាគរយនៃការ bullish ហ្នឹងវាប្រមាណភាគរយ bearish ប្រមាណភាគរយអញ្ចឹងទៅហ្នឹងណាហើយយើងមើលទៅ AI pattern summary អញ្ចឹងទៅមើលទៅតាមទម្រង់របស់វាចេញលក្ខណៈបែបម៉េចវាអាចឡើងឬក៏មិនតាម candlestick អីឬក៏ទម្រង់ head and shoulder អីមិនហ្នឹងគឺយើងមើលទៅខ្ញុំបានដាក់ហើយនៅហ្នឹងក៏មានលក្ខណៈជា pattern even style អញ្ចឹងទៅយើង scroll ទៅទៀតទៅយើងឃើញថា oversold overbought ហ្នឹងលក្ខណៈបែបម៉េចវាដល់ទម្រង់បែបណាអញ្ចឹងណាអានេះវាច្បាស់លាស់ចេញ neutral ចឹងនៅកន្លែងនេះមាន accumulation ម៉ោងអាស៊ីម៉ោង London អីចឹងទៅមើលតាមហ្នឹងណានេះអាស៊ី London NY New York ម៉ោងរបស់វាមាន3តាមតែអ្នក trade គឺធ្លាប់ដឹងហើយនៅកន្លែងហ្នឹងណាអញ្ចឹងនេះម៉ោងអាស៊ីវាប៉ុណ្នេះម៉ោង low របស់វាមិនម៉ាហ្នឹងគឺវាបង្ហាញនៅកន្លែងហ្នឹងហើយវាក៏បាន expect ថាវាអាចនឹងឡើងឬក៏ចុះតាម pattern distribute នៅកន្លែងនេះវាបញ្ជាក់នៅហ្នឹងណាជួនកាលឃើញជួនកាលអត់ចឹងកន្លែងខ្ញុំធ្លាប់ឃើញថាពេលខ្លះវាបោះ signal ថាឡើងអញ្ចឹងទៅពេលខ្លះវាបោះ signal ថាចុះអញ្ចឹងទៅព្រោះថាតាមទម្រង់ AMD យើងដឹងស្រាប់ហើយទម្រង់ D ចុងក្រោយគេហ្នឹងគឺវាមានការប្រែប្រួលច្រើននៅហ្នឹង accumulate ក៏ប្រែប្រួលច្រើនដែរប៉ុន្តែវាច្រើន final នៅកន្លែង distribution zone នៅហ្នឹងអានេះគឺ SMC គាត់ចូលតាមម៉ោងណាម៉ោង support ម៉ោង resistance អីប៉ុន្មានគឺនៅកន្លែងហ្នឹងអញ្ចឹងកន្លែងហ្នឹងមកជួរការាគឺអស់ហើយអញ្ចឹងមានបងប្អូនយើងខ្លះគាត់សួរខ្ញុំថាតើមកមិនបានដឹងថាពួក well ហ្នឹងគាត់ចូលទិញនៅក្នុងតម្លៃណាលក់ក្នុងតម្លៃណាដែលច្រើនជាងគេបំផុតអញ្ចឹងយើងមើលនៅកន្លែងនេះនៅខាងស្ដាំដៃនៅខាងស្ដាំដៃនេះបើយើងមើលទៅកន្លែងនេះបើសិនជាមាន API របស់ Binance តែដូចជាអត់ដើរទេ function នៅកន្លែងនេះអញ្ចឹងនេះដាក់តំណាងទេខ្ញុំបានដាក់ API តែហើយតែវាអត់ដើរប្រហែលជា Binance បិទចំពោះ third party អញ្ចឹងហ្នឹងយើងទុកវាម្ល៉េះសិននៅនេះព័ត៌មានហ្នឹងចាប់យកពី website newdata.io អញ្ចឹងព័ត៌មានហ្នឹងយើងអាចមើលក៏បានអត់ក៏បានដែរព័ត៌មានហ្នឹងបញ្ជាក់ថាព័ត៌មានដែលចាប់តាមកាក់មួយ XAUT បើ PAXG Binance XRP អីមិនម៉ាគឺវានឹងបង្ហាញព័ត៌មានដែលតាក់ទងអញ្ចឹងយើងអាចមើលក៏បានអត់ក៏បានដែរតែព័ត៌មានមានច្រើនដូចខ្ញុំនិយាយអញ្ចឹងព័ត៌មានមានច្រើនប្រភពយើងមើលព័ត៌មានណាដែលគួរទុកចិត្តបានទៅឬក៏មើលនេះដើម្បីជាជំនួយអញ្ចឹងកន្លែង well alert order book well alert order book ហ្នឹងមានន័យថាជាកន្លែងដែលពួក well ចូលទិញឬក៏ចូលលក់អញ្ចឹងកាក់ AAUT នេះពួក well ចូលទិញតម្លៃដែលលុយធំជាងគេណាកន្លះលានណាឬក៏ 500k ជាងហ្នឹងគឺថានៅតម្លៃ46.50ពួកគេចាំទិញនៅក្នុង Binance ខ្ញុំបញ្ជាក់ថានៅក្នុង Binance ទេព្រោះថា website នេះទាញមកពី Binance ប៉ុន្តែទីផ្សារសកលដូចយើងនឹងស្រាប់ហើយវាសរុបជា
ជារួម PAG HAUT ឬក៏នៅក្នុង forex HAU វិញទៅវាសរុបជាសកលហើយក្រៅវាប្រហែលគ្នាខុសគ្នាតែខ្ទង់ជា10លេខអីទិញទួយទេអញ្ចឹងទៅខ្ញុំគិតថាខ្ញុំផ្ទៀងផ្ទាត់មួយរយៈនេះវាប្រហែលជាអាចនឹងត្រូវច្រើននៅកន្លែងហ្នឹងដូចយុគមញ្ញវ៉ាន់ខ្ញុំបានបោះ signal AHUT នៅក្នុងក្រុមហ្នឹងឃើញថាវាចូលនៅក្នុងតំបន់នេះអញ្ចឹងឥឡូវនេះអត់ទេប៉ុន្តែពួក well ដល់ពេលវាដាក់លុយធំលក្ខណៈបែបនេះមានន័យថាវាទិញរះហ្នឹងវិញទិញរះចាប់ពីម្លាយណាទៅម្លាយណាអញ្ចឹងទៅការទិញរះហ្នឹងបើសិនអ្នកធ្លាប់ត្រាច់យូរឆ្នាំប្រហែលគាត់អាចដឹងថាទិញរះលក្ខណៈបែបម៉េចលក់រះលក្ខណៈបែបម៉េចអញ្ចឹងលក្ខណៈបែបហ្នឹងអញ្ចឹងអាពណ៌បៃតងនេះគឺជាទិន្នន័យដែលពើស្ថិហ្នឹងដាក់លុយទិញអញ្ចឹងឥឡូវដល់លុយធំហើយអាក្រោមលុយតូចអញ្ចឹងនេះមានតែ5លេខទេណាមានតែ5រ៉េងទេលុយធំហ្នឹងគឺជាទិន្នន័យដែលសតមកពី Binance តែបើសិនយើងមើលនៅក្នុង app របស់ Binance ឬក៏ website របស់ Binance ហ្មងយើងឃើញកន្លែង order book មានលុយតូចលុយធំចូលគ្នាយើងពិបាកមើលខ្លាំងប៉ុន្តែនេះគឺសតតែលុយធំទេអាលុយតូចតែគឺអត់បង្ហាញទេអញ្ចឹងវាបង្ហាញតែ5លេខទេលុយក្នុងចន្លោះធំបំផុតនេះពេលឥឡូវហ្នឹងណាអញ្ចឹងជប់ឆ្ងល់ថាហេតុអីខ្ញុំដឹងថាវាអញ្ចឹងមកពីខ្ញុំសរសេរកូដឲ្យវាចាប់យកតម្លៃធំជាងគេ5លេខមកបង្ហាញទាំងការទិញទាំងការលក់អញ្ចឹងកន្លែងហ្នឹងខ្ញុំសង្ឃឹមថាយល់បើសិនជាអ្នកនរគ្នាចង់ផ្ទៀងផ្ទាត់ថាត្រូវឬក៏ខុសអីមិនម៉េចអ្នកនរគ្នាអាចសើចកាក់ HAUT នៅនឹងមួយហើយនឹង PAG មួយទៀតដើម្បីយកតំណែងរួមថាវាលក្ខណៈបែបម៉េចតែយើងអាចចូលទិញអត់ដូចជាអានេះលុយធំនៅ46.50អញ្ចឹង PAG ប្រហែលម៉ែនដែរនេះ PAG ការប្រើប្រាស់ដូចគ្នា47.22អញ្ចឹងន័យថា46.50 47.22ក្នុងចន្លោះហ្នឹងគឺសិតតអ្នកដាក់លុយទិញប៉ុន្តែ AHUT មិញដូចជាលុយធំជាងមិញលុយដូចជាង 5k នេះតែ 4k ជាងទេអញ្ចឹងទៅយើងសរុបថា well ដាក់លុយទិញនៅក្នុងចន្លោះ46.50ទៅដល់47.22វាដាក់ទិញរះហ្នឹងប៉ុន្តែវាប្រហែលជាចែកជើងគ្នាដាក់លុយក្នុងកាក់មួយសូម្បី AHU នៅក្នុង forex ក៏វាដាក់ដែរអញ្ចឹងអាចដឹងភ្លាមនៅកន្លែងនេះគឺជា signal ទិញដែរតាមក្បួនផុស order block ហើយនិង FVG បើសរុបជាមួយនឹងកន្លែងនេះយើងផ្ទៀងនៅកន្លែងនេះមួយទៀតសរុបជាមួយ order book មួយទៀតអញ្ចឹងន័យថានៅនេះវាទិញនៅ47.22អានេះវាបោះមិនដែរវាបោះ47.82ខុសគ្នាប្រហែលខ្ទង់ជា10លេខអញ្ចឹងគិតថាភាគរយនៅកន្លែងនេះអាចត្រូវច្រើនជាងនៅខាងលើនេះអញ្ចឹងអ្នកនរគ្នាពិចារណានៅកន្លែង order book នេះមួយទៅពិចារណានៅកន្លែង FVG នេះមួយទៅប៉ុន្តែកន្លែង FVG order book នេះអាចនឹងប្រែប្រួលតាមម៉ោងដែរអានេះ1ម៉ោងណាយើង4ម៉ោងមិនដែរ4ម៉ោងដល់47.22ដែរទេអញ្ចឹងន័យថា signal ទិញរបស់វាតាមក្បួន FVG បូកនឹង order book បូកជាមួយនឹង order block យើងអាច estimate បានជា signal ទិញឬក៏ signal លក់អញ្ចឹងអ្នកនរគ្នាពិចារណាទៅកុំជឿវាតែគាត់ពិចារណាដើម្បីជា technical analyze ទៅអញ្ចឹងការបង្ហាញខ្ញុំនៅកន្លែងហ្នឹងចប់មកវាហើយចូលទៅដល់នេះ top order book ហ្នឹងខ្ញុំសរសេរ function ដើម្បីវា scan នៅក្នុងកាក់ Binance ខ្ញុំបញ្ជាក់ទៀតថានៅក្នុង Binance កាក់ទាំងអស់នៅក្នុង Binance គឺយើងអាច scan ដឹងអញ្ចឹងកន្លែងនេះខ្ញុំចង់ scan កាក់ Binance ទាំងអស់កាក់ Binance ដូចជាមានដល់600កាក់ទេប៉ុន្តែនេះខ្ញុំដាក់ 1000 ហ្នឹងទៅហើយអានេះតើទំហំលុយផុសមហាស្ថិហ្នឹងឬក៏ Black Whale ហ្នឹងគាត់ចំណាយលុយ1លានហ្នឹងទៅលើកាក់ណាខ្លះឬក៏ចន្លោះពី 500k ឡើងទៅលើកាក់ណាខ្លះខ្ញុំក៏ចុច select អញ្ចឹងខ្ញុំជិះពាក្យថា scan អញ្ចឹងនេះទុកពេលវាបន្តិចខ្ញុំឃើញថានៅពេលភាគច្រើនណាគឺវាបោះលុយទៅលើកាក់សូលវាបោះលុយចូលលានមកដូចនេះដល់ពេលលក់នេះកាលពីម្សិលមិញវាទិញកាក់នៅ82 83 84ណាទិញលុយ1លានជាង2លានដល់ពេលវាទិញអស់ចិត្តបានហើយវាស្រាប់តែលក់នៅតម្លៃកា1 93 90ឃើញលក់ម្ដងស្រាប់តែ3លាន2លាន1លានអញ្ចឹងសួរហេតុអីក៏ខ្ញុំដឹងទិន្នន័យនេះមិនមែនជាទិន្នន័យពុតខកទេណាទិន្នន័យពិតប្រាកដមកពី Binance ណាអញ្ចឹងទៅទិន្នន័យគឺអាចជឿទុកចិត្តបានហើយវាជា signal ក្នុងការទិញឬក៏លក់ផលយើងដែរនៅកន្លែងហ្នឹងខ្ញុំឧស្សាហ៍ប្រើ function ហ្នឹងមែនតើអញ្ចឹងនេះឲ្យវា scan តិចទៅហើយនេះកាក់ BNB ដាក់លុយទិញឡើង1លានជាងអញ្ចឹងកាក់នេះអានេះទិញដល់41ឥឡូវកាក់នេះ43អញ្ចឹងធ្លាក់ដល់41 42ឬក៏43កុដហ្នឹងប្រហែលវាទិញដល់43កុដណាអញ្ចឹងកាក់ហ្នឹងប្រហែលជាអាចឡើងអានេះជាការ summary របស់ AI វា summary ថាកាក់ហ្នឹងអាចមានឱកាសឡើង 95% នៅតំបន់ support តំបន់ support ដែលវានិយាយគឺតំបន់នេះ641ប៉ុន្តែខ្ញុំនិយាយចឹងវាទិញរះវាអត់ទិញកុដទេវាទិញរះជាងទៅយើងអាចដាក់ទិញនៅតម្លៃ442 43យ៉ាងទៅអញ្ចឹងអានោះយើងទិញរះតាមវានេះយើង scan បានដឹងទាំងអស់នេះយើងដឹងថាវាដល់ណាកាក់អីខ្លះអញ្ចឹងទៅយើងស្រួលគ្រប់គ្រងទៅលើស្ថានភាពថាពួក well ហ្នឹងចំណាយលុយទិញកាក់ណាខ្លះក្នុងទំហំលុយធំអានេះ scroll down អានេះយើងអាច scroll up ឡើងលើទៅអញ្ចឹងអានេះឲ្យវា scan ឲ្យចប់សិននៅក្នុងហ្នឹងក៏សរុបទាំងកាក់មាសដែរណាកាក់មាសពី AHUT និង PAG គឺក៏វា scan ដែរមាននៅក្នុង Binance ទាំងអស់គឺវា scan ទាំងអស់ចឹងការ scan វាយូរបន្តិចដោយសារកាក់មួយវាត្រូវការប្រើកូដដើម្បី scan ពពួក well ទិញផងអីផងចឹងវាអត់លឿនទេវាយូរបន្តិចប៉ុន្តែយូរមិនម៉ែក៏ដោយក៏ជាតំណែងពិតវាមិនមែនជាតំណែងភូតកុហកអីឬក៏ fake news អីមិនម៉ែចឹងណាចឹងទៅមានន័យថាអញ្ចឹងនេះ AHUT អ្នកចាំទិញ46.50 sample
ចឹង sample ឥឡូវនេះតម្លៃ sample 5ចឹងនៅ sample 09ប្រហែលជាមានឱកាសអាចឡើងម្ដងទៀតហើយចឹងអ្នកនរគ្នា think on analyze ទៅបើសិនជានៅម្ដុំនោះគឺជាតំបន់ order block អីប្រហែលតម្លៃហ្នឹងអាចទិញឡើងទៅណាអ្នកគេលក់តម្លៃ sample 95មើលទៅហើយខ្ញុំក៏មិនជាអ្នកចេះដឹងដែរតែថាខ្ញុំអាចចេះ technical ខ្លះ coding ខ្លះចឹងទៅខ្ញុំគប់ផ្សំគ្នាដើម្បី support នឹងការ trade ដែរចឹងណាកាក់ Fed នេះមានគេចាំទិញនៅ2លាននេះយូរនេះកាក់នេះតែវាចុះដល់ចុះផាត់ផាយតែមានអ្នកចាំទិញរហូតខ្ញុំឃើញខ្ទង់ជាចុះ2ទឹកនេះតម្លៃលុយនេះមានអ្នកចាំទិញដាក់លុយចោលហ្មងកាក់ Fed ណាយើង scroll មើលទៅអានេះកាក់គេកាក់ render កាក់នេះគេលក់7 លានយើងគិតថាលុយ1 លានច្រើនណាស់អញ្ចឹងមានតែពួក Well ទេមានលុយច្រើនដល់ថ្នាក់ហ្នឹងយើង scan ចុចចប់នៅពេល scan ចប់ខ្ញុំនឹងចុចឲ្យដឹងថាតើពួកហ្នឹងចាំទិញកាក់អីខ្លះពួកហ្នឹងចាំលក់អីកាក់នៅកាក់ណាខ្លះវាមាន option ដើម្បី select ទៀតប៉ុន្តែរងចាំវា scan ចប់សិនវីដេអូនេះប្រហែលជាវែងបន្តិចប៉ុន្តែខ្ញុំសង្ឃឹមថាវាជាប្រយោជន៍សម្រាប់អ្នកនរគ្នាចឹងវា scan ចប់ហើយនៅពេល scan ចប់វា load option នៅកន្លែងនេះ bit wall only មានថាអ្នកដែលចាំទិញពួក well ដែលចាំទិញឃើញមានកាក់ soul កាក់អីផងនេះហើយនៅទៅហ្នឹងបើសិនយើងបានចុចជាមួយ account ហើយក៏យើងអាច save កាក់ហ្នឹងទុកមើលខ្លួនឯងដែរទុក note ទុកថាកាក់ហ្នឹងឡើងមែនអត់អញ្ចឹងឬក៏ចុះមែនអត់ទៅតាមទំហំលុយដែលវាទិញហើយនឹងទំហំលុយដែលវាលក់នៅកន្លែងនេះអញ្ចឹងនេះខ្ញុំ add to track ន័យថាយើងទុកមើលតើវាឡើងមែនអត់ឬក៏ចុះមែនអត់ខ្ញុំ add មើលហ្នឹងទៅញឹកទេហើយកុំបារម្ភចំពោះការ add នៅកន្លែងនេះតាម account មួយទេ account អ្នកណា add អីខ្លះគឺចេញតែ account ហ្នឹងទេអញ្ចឹងអ្នកផ្សេងទៀតគឺអត់អាចមើលឃើញទេអញ្ចឹងណាអញ្ចឹងទៅការប្រើប្រាស់លក្ខណៈជា personal ខ្ញុំបានបង្កើតគ្រប់ function អស់ហើយអញ្ចឹងនេះកាក់ NMR នេះក៏មានគេចូល trade ច្រើនដែរ BTTC នេះកាក់នេះក៏មានអ្នកចាំទិញច្រើនដែរកាក់កប៉ុកសូនច្រើនណាស់ហ្នឹងអញ្ចឹងកន្លែង Aswall នេះគឺជាកាក់អ្នកដែលរងចាំលក់អញ្ចឹងអ្នកដែលរងចាំលក់យើងមើលទៅសម្រាប់ TRX អត់មានអ្នកចាំទិញទេមានអ្នកចាំលក់ដល់33 វាយលក់ដល់35កាក់ស្អីសូមីនេះក៏កាក់សង្កត់ដើរឃើញដែរ Hidol នេះក៏ចឹងដែរអញ្ចឹងអានេះ boss perfect buy នេះអត់មានទេអញ្ចឹង function ហ្នឹងគឺដើម្បីយើង scan ថាពួក well ទិញកាក់ខ្លះលក់កាក់ខ្លះលុយធំៗហើយយើងអាចកំណត់ចំនួនលុយថាចាប់ពីលុយប្រមាណខ្លះអានេះចាប់ពី 200k ឡើងទៅគឺយើង scan ដឹងហើយលុយ kk គឺច្រើនដូចអ្នកនរគ្នាដឹងហើយអញ្ចឹងចូល function បន្ទាប់ top 100 scan នេះមានន័យថាវា scan កាក់ដែលមានឱកាសនឹងអាចចូលទិញឬក៏ចូលលក់យើងអាច scan បានដែរ150 25អញ្ចឹង100គឺជាកាក់ដែលច្រើនផុតហើយអញ្ចឹងឥឡូវនេះខ្ញុំ scan កាក់តែ25ទេ top 25ណាកាក់ដែល3ក្នុង range 25ហ្នឹងគឺមានឱកាសទិញអីខ្លះលក់អីខ្លះគឺវាបង្ហាញលក្ខណៈបែបហ្នឹងទេអញ្ចឹងអានេះ signal ទិញដូចជា signal លក់ឥឡូវសារកាក់ចុះអញ្ចឹង signal ទិញវាច្រើនដែរអញ្ចឹងតែខ្ញុំនិយាយចឹងថាយើងមិនទិញកាក់អីមួយសម្រាប់ចិត្តអីមួយកុំជឿលើ system ខ្លាំងពេកតែយើងជឿលើ technical analyze បូកជាមួយនឹងការគិតរបស់យើងផងកាក់ស្អីឡើងសាហាវហ្នឹងឡើងដល់500% ធម្មតាទេកាក់នេះកាក់ខ្លះ Pamendam ឡើងហើយឡើងក៏លឿនចុះក៏លឿនកាក់ Pamendamចឹងទាំងអស់ដែលបង្ហាញទាំងតម្លៃតាំងពីភាគរយឡើងអីមិនម៉ាតាំងពីចន្លោះអីមិនម៉ាហ្នឹងគឺសិតតែ scan មកពី Binance ទាំងអស់អញ្ចឹងខ្ញុំបង្ហាញតែប៉ុណ្្នឹងទេអ្នកនរគ្នាចង់តេស្តក៏តេស្តទៅនៅកន្លែងហ្នឹងហើយកន្លែង back testing នេះយើងអាចចុចលេងទៅវាមិន error មិនខូចទៅណាវាទេអញ្ចឹងណាអញ្ចឹងនៅក្នុង website ហ្នឹងគឺគោលដៅមានតែប៉ុណ្្នឹងទេគោលដៅដែលចម្បងខ្ញុំចង់ដឹងថាកាក់ហ្នឹងវាបោះ signal ទិញឲ្យយោងទៅតាម candlestick chart pattern ហើយនឹង AI probability ហើយនឹងអាស្អី wall មិញ order book wall ហ្នឹងហើយមានកន្លែង scan order book ផងដែរអញ្ចឹងសង្ឃឹមថាវាជាជំនួយសម្រាប់អ្នកនរគ្នាអញ្ចឹងការបង្ហាញពីខ្ញុំមានតែប៉ុណ្្នឹងទេ